តោះទៅបើកសំបុត្រយន្តហោះជាមួយខ្ញុំវីដេអូនេះគឺសម្រាប់បងប្អូនដែលទើបតែជិះយន្តហោះជាលើកដំបូងហើយអត់ដឹងថាត្រូវធ្វើអីពីណាទៅណាជាដំបូងយើងត្រូវមកដល់ពលានយន្តហោះសិនហើយត្រូវស្វែងរក departure gate គឺជាច្រកដែលយើងត្រូវហោះហើរចានៅពលានយន្តហោះដែលចូលយើងស្រួលរកព្រោះអី departure gate គឺជាកន្លែងដែលមានរូបព្រះពុទ្ធឥមាយ៉ាងធំនៅចំកណ្ដាលពលានតែម្ដងហើយជាទូទៅនៅពេលដែលយើងទិញសំបុត្រយន្តហោះគឺគេតែងតែឲ្យ booking confirmation មកយើងមាន flight number ហ្នឹងគឺជាជើងហោះហើរលេខប្រមាណហើយនឹងម៉ោងហោះហើរអញ្ចឹងនៅពេលដែលយើងទៅដល់ពលានយន្តហោះហើយយើងត្រូវទៅស្វែងរក flight number របស់យើងនៅលើ screen ធំមួយនេះនៅលើ screen នេះជាទូទៅគេបង្ហាញពី flight number check in counter ហើយនិង flight statusអញ្ចឹងនៅពេលដែលយើងរក counter យើងឃើញឧទាហរណ៍ counter ខ្ញុំទៅ counter E ពេលដែលទៅដល់ counter ជួបបុគ្គលិកខាងពលានយន្តហោះហ្នឹងយើងហុច passport យើងទៅឲ្យពួកគាត់ដើម្បីឲ្យពួកគាត់ផ្ទៀងផ្ទាត់ព័ត៌មានរបស់យើងពួកគាត់តែងតែសួរសំណួរ 2-3 សំណួរដូចជាឈ្មោះរបស់យើងហើយនិងប្រទេសដែលយើងទៅហ្នឹងនៅពេលដែលផ្ទៀងផ្ទាត់រួចគាត់នឹងបើកសំបុត្រយន្តហោះឲ្យយើងហើយបន្ទាប់ពីយើងបានសំបុត្រយន្តហោះដោយសារតែយើងជាជនជាតិខ្មែរមានចំណុចមួយទៀតដែលយើងអត់ត្រូវភ្លេចទេយើងទៅរកមើល counter ដែលគេដាក់ថាកន្លែងសងកម្រៃអ្នកដំណើរទៅតម្រង់ជួរហុច passport ឲ្យគេនៅនឹងសំបុត្រយន្តហោះ return លុយឲ្យយើងវិញ$7ចាអរគុណចាអញ្ចឹងនេះគឺជារបៀបបើកសំបុត្រយន្តហោះហើយវីដេអូយើងក៏ចាប់ត្រឹមនឹងដែរបើសិនជាបងប្អូននៅមានចម្ងល់អាច drop នៅក្នុង comment ទៅខ្ញុំនឹងព្យាយាមឆ្លើយអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ